ធានមន្ទីរការងារខេត្តស្វាយរៀងខិតខំប្រឹងប្រែងទាំងកាយទាំងចិត្តគៀងគរសប្បុរសជនដើម្បីគាំទ្រជួយជនភៀសទឹកនិងវីរៈកងទ័ពជួរមុខរួមចំណែកលើកកម្ពស់សុខុមាលភាពនិងផ្ដល់ភាពកក់ក្ដៅក្នុងស្មារតីខ្មែរជួយខ្មែរជានិរន្តរ៍ក្នុងស្មារតីសាមគ្គីជាតិដ៏មហិមានិងការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយថៃឈ្លានពានកន្លងមកនេះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានដឹកនាំប្រតិភូមន្ត្រីរាជការចុះបេសកកម្មមនុស្សធម៌យ៉ាងសស្រាក់សស្រាំដើម្បីនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនជនភៀសទឹកនៅមណ្ឌលកងវ៉ាខេត្តបន្ទាយមានជ័យសកម្មភាពប្រកបដោយអត្ថន័យនេះបានប្រព្រឹត្តទៅយ៉ាងរលូនក្រោមការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់លោកនួនស៊ីណាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យយុទ្ធនាការមនុស្សធម៌ដ៏ធំធេងនេះគឺជាលទ្ធផលនៃការរួបរวมគ្នាយ៉ាងស្អិតរមួតតាមរយៈការគៀងគរចលនាសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តស្វាយរៀងរួមមានម្ចាស់រោងចក្រសហគ្រាសកម្មករនយោជិកនិងសហជីពមូលដ្ឋាននិងសប្បុរសជនក្នុងខេត្តស្វាយរៀងទាំងមូលក្នុងស្មារតីចែករំលែកជនភៀសទឹកចំនួន400គ្រួសារទទួលបាននៅកញ្ចប់ជំនួយដែលរួមមានអង្ករមីត្រីខគ្រឿងទេសគ្រប់មុខប្រេងឆាទឹកសុទ្ធត្រីងៀតធូបមូសនិងសម្លៀកបំពាក់ចាំបាច់ជាច្រើនមុខទៀតកញ្ចប់អំណោយក្នុងមួយគ្រួសារមានតម្លៃប្រមាណ120000រៀលដែលសរុបជាថវិកាទាំងស្រុងក្នុងយុទ្ធនាការនេះមានទំហំរហូតដល់48លានរៀលក្រៅពីការចោះជួយទៅដល់មណ្ឌលកងវ៉ាមន្ទីរការងារខេត្តស្វាយរៀងក៏បានបង្ហាញនៅការយកចិត្តទុកដាក់ខ្ពស់ចំពោះជនភៀសទឹកនៅក្នុងមូលដ្ឋានផ្ទាល់ដែលមន្ទីរចោះជួយទៅដល់នៅឃុំដូនសខ្លួនចំនួន18គ្រួសារនិងគ្រួសារយុទ្ធជនសមរភូមិជួរមុខ3គ្រួសារផងដែរដោយលោកប្រធានបានឧបត្ថម្ភសម្ភារៈគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនលើសពីនេះទៅទៀតមន្ទីរក៏បានផ្ដល់នៅសម្ភារៈឧបភោគបរិភោគមួយចំនួនធំជូនដល់រដ្ឋបាលខេត្តស្វាយរៀងដើម្បីបន្តការឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានគួររំលឹកផងដែរថាសកម្មភាពមនុស្សធម៌ដ៏ស៊ីជម្រៅនេះគឺជាសក្ខីភាពនៃការរួមសុខរួមទុក្ខរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងឯកឧត្តមអភិបាលខេត្តស្វាយរៀងវាមិនត្រឹមតែជាការជួយសម្រាលបន្ទុកបណ្ដោះអាសន្នប៉ុណ្ណោះទេប៉ុន្តែគឺជាការផ្ដល់នូវកម្លាំងចិត្តនិងភាពកក់ក្ដៅយ៉ាងរឹងមាំជូនដល់បងប្អូនជនភៀសទឹកនិងវីរៈជនគ្រប់រូបឲ្យដឹងថាសមរភូមិជួរក្រោយតែងតែនៅជាប់ជាមួយនឹងសមរភូមិជួរមុខគ្រប់កលៈទេសៈជារៀងរហូត